ជាប្រភេទគុយទាវហ្វអីហ្នឹងជាទូទៅគឺគេលក់តាមមួយព្រឹកគេដោយសារតែពុកម៉ែបងប្អូនយើងចូលចិត្តញ៉ាំពេលព្រលឹមឡើងអញ្ចឹងណាប៉ុន្តែនៅកន្លែងនេះគឺគាត់អាចធ្វើបានគឺគាត់លក់រហូតដល់យប់បានន័យថានៅពេលដែលយើងញ៉ាំពេលព្រឹកក៏បានពេលថ្ងៃក៏បានឬមួយក៏ល្ងាចឈានទៅដល់ម៉ោង9យប់អីក៏បានដែរដែលមួយថ្ងៃគឺគាត់លក់អស់ចន្លោះពី200ទៅ300ចាននោះសម្រាប់ទីតាំងហាងដែល Toy Store មកនេះគឺនៅម្ដុំតាខ្មៅពុកម៉ែបងប្អូនឈ្មោះថា Fur អូឬស្រី Fur របស់គាត់គឺមានច្រើនសាខាមែនទែនរហូតដល់ទៅ4សាខាហើយនៅពេលខាងមុខគឺនឹងបើកសាខាទី5ហើយបើនិយាយទៅដោយសារតែរសជាតិគុណភាពនិងអនាម័យដែលធ្វើឲ្យគាត់លក់ដាច់រហូតពង្រីកបានច្រើនសាខាណាដែល Fur នៅទីនេះ Toy Store សង្កេតឃើញថាព្រលឹមឡើងភ្ញៀវចូលឡើងតែម្ដងឬមួយក៏ថ្ងៃម៉ោងបាយពេលយប់អីអញ្ចឹងណាហើយសម្រាប់សាច់វិញក៏គាត់មានច្រើនប្រភេទដែរសាច់គោគឺជារបស់ខ្មែរពេលដែលពុកម៉ែបងប្អូនឃើញឆ្អិនហើយឃើញស្មើឃើញឆ្អឹងល្អបែបហ្នឹងកុំគិតថារបស់នាំចូលតាមពិតគឺរបស់នៅក្នុងស្រុកទេគោខ្មែរ 100% ដោយសារតែគាត់មានម៉ាស៊ីនកាត់អញ្ចឹងគឺថាល្អមែនតើណាពុកម៉ែបងប្អូននិយាយទៅសម្រាប់ Fur នៅទីនេះគឺគាត់ប្រើរបស់ខ្មែរទាំងអស់មិនថាជាប្រភេទសាច់ Fur ប្រហិតសាច់គោក៏គាត់ធ្វើខ្លួនឯងហើយនឹងសាច់គោដែរសំបីតែអាគ្រឿងនៅលើតុនឹងក៏ដោយពុកម៉ែបងប្អូនគឺគាត់មានរូបមន្តធ្វើផ្ទាល់ទាំងម្ទេសឆាក៏ដូចជាខ្ទឹមជ្រក់ហើយនៅពេលដែល Toy Store ទៅដល់គឺថាភ្ញៀវបុកមកពេញតែម្ដងពុកម៉ែបងប្អូនបាននិយាយទៅដោយសារតែនៅកន្លែងគាត់មានសាច់ច្រើនប្រភេទហើយរបស់ខ្មែរដល់ពេលអញ្ចឹងគឺគេទៅដល់គឺគេសម្រុកទៅឯងព្រោះថារបស់ខ្មែរគឺល្អចំពោះសុខភាពអញ្ចឹងណាពុកម៉ែបងប្អូនគួបផ្សំអីគឺគាត់មានតិចនិចធ្វើទឹកស៊ុបដែលហត់ក្តៅទៅវាចូលជាតិវាឆ្ងាញ់ដល់ពេលអញ្ចឹងគឺថាបងប្អូនយើងទៅច្រើនមែនតើហើយនៅពេលដែលពុកម៉ែបងប្អូនបានឃើញវីដេអូនេះហើយនឹកឃើញឃ្លានអីកុំភ្លេចទៅដោយសារអីចាប់ពីថ្ងៃទម្លាក់វីដេអូរហូតទៅដល់ចុងខែ11គឺគាត់មានប្រូម៉ូសិនសម្រាប់ភ្ញៀវទៅញ៉ាំនៅហាងណានិយាយទៅគឺ3ថែម1អញ្ចឹងនាំក្រុមគ្រួសារអីមកធានាថាមិនខាតទេហើយសម្រាប់ Fur នៅទីនេះពុកម៉ែបងប្អូនចង់ហៅស្មងសុតបែបនេះក៏មានដែរពុកម៉ែបងប្អូនលក្ខណៈថាយើងហៅថែមអញ្ចឹងណាបើនិយាយទៅសម្រាប់ Two Sister វិញគឺដើរញ៉ាំកាទៀវស៊ុប Fur អីហ្នឹងយូរដែរក៏ប៉ុន្តែនៅពេលដែល Two Sister ទៅញ៉ាំនៅកន្លែងគាត់សង្កេតឃើញថាប្លែកមាត់មែនតើដោយសារតែទឹកជ្រលក់របស់គាត់ម្ទេសខ្ទឹមនឹងដាក់ទៅគឺចប់ជាតិចូលគ្នាល្អមែនតើហើយខួរឆ្អឹងនេះពុកម៉ែបងប្អូនគឺសម្បូរទៅដោយ collagen បើកម្លាំងមែនតើហើយ Two Sister សូមបញ្ជាក់មួយទៀតនៅពេលដែលពុកម៉ែបងប្អូនទៅញ៉ាំនៅសាខាតាខ្មៅណាអត់ពិបាកចតឡានទេបើសិនជាជិះឡានទៅណាគឺអាចយកទៅចតនៅក្នុងសួនដែលចូលទៅតាមរូសម្រាប់ផ្លែមៀនណាពុកម៉ែបងប្អូនហើយអញ្ចឹងសម្រាប់សាខានេះគឺគាត់មានបើកដល់ល្ងាចដល់យប់ហ្មងនេះគឺជាសកម្មភាពនៅពេលយប់អញ្ចឹងណាហើយសម្រាប់ពុកម៉ែបងប្អូនដែលនៅម្ដុំច្បារអំពៅតិចទៀតគឺជួបជាមួយនឹង Fur អូស័យឆាប់ដោយសារតែគាត់ចិត្តទៅបើកហើយនៅក្នុងបរិយាជ្រោយបាសាក់ណាដែលជាសាខាទី5របស់គាត់អញ្ចឹងសម្រាប់វីដេអូមួយនេះគឺ Two Star មានតែប៉ុណ្្នឹងទេកុំភ្លេចទៅភ្លក់ដើម្បីដឹងពីរសជាតិថាឆ្ងាញ់កម្រិតណាបាយបាយ